ជារៀងរាល់សប្តាហ៍ថ្ងៃអាទិត្យការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានបើកទទួលពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនហើយនៅក្នុងសប្តាហ៍ថ្ងៃអាទិត្យទី15ខែមិនិនាឆ្នាំ2015នេះលោកយាយលោកតាពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកមួយចំនួននៃខេត្តបាត់ដំបងក៏អញ្ជើញមកទទួលសេវាសុខាភិបាលដោយឥតគិតថ្លៃរបស់ការិយាល័យតំណាងរាស្ត្រផងដែរចាប់តាំងពីចាប់ផ្ដើមបើកទទួលសេវាសុខាភិបាលនេះមកគិតមកដល់បច្ចុប្បន្នការិយាល័យបានទទួលពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋបានប្រមាណជាង30000នាក់មកហើយនៅក្នុងសប្តាហ៍នេះបងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យព្យាបាលភាគច្រើនមានជំងឺដូចជាជំងឺលើសឈាមទឹកនោមផ្អែមរលាកក្រពះពោះវៀនជំងឺរោគស្ត្រីរីឯជំងឺកុមារមានរលាកផ្លូវដង្ហើមលើជំងឺរាកមួលនិងរាកល្បាយទឹកក្នុងនាមលោកជំទាវជាតំណាងរាស្ត្រមណ្ឌលប៉ៃលិនដើម្បីឆ្លើយតបនិងជួយសម្របសម្រួលក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានលោកជំទាវបានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយអ្វីឡើយហើយដើម្បីតបស្នងបងប្អូនប្រជាពលរដ្ឋដែលបានផ្ដល់សេចក្តីទុកចិត្តចំពោះលោកជំទាវហើយបានបោះឆ្នោតគាំទ្រលោកជំទាវជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលប៉ៃលិនក្នុងអាណត្តិទី5នេះលោកជំទាវបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងការឆ្លើយតបសម្របសម្រួលនិងដោះស្រាយរាល់ទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋទាំងអស់លើវិស័យសេដ្ឋកិច្ចសង្គមគិច្ចសុខាភិបាលនិងបញ្ហាផ្សេងៗទៀតទៅតាមយុទ្ធសាស្ត្រចតុកោណនិងផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាទន្ទឹមនឹងនោះលោកជំទាវបានផ្ដាំផ្ញើចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចេះថែរក្សាសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួនក្នុងនាមលោកជំទាវជាតំណាងរាស្ត្រសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តដែលបានចូលរួមចំណែកជាមួយនឹងការិយាល័យតំណាងរាស្ត្រក្នុងគោលដៅដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាសង្គមជាតិទាំងមូលផងដែរគេទុកគាត់ទៅ